កុំឲ្យមានការរារាយចិត្តនៅក្នុងការពារទឹកដីវាធ្វើឲ្យស្លាប់របួសបើយើងមិនប្រមូលផ្ដុំគ្នាផ្ទុះអាវុធភាគីមកខាងគេមិនអាណិតយើងទេគេនៅតែបាញ់យើងដដែលនិយាយឲ្យច្បាស់ចឹងមកទៅម៉ោងស្មើនេះតាហ៊ានចេញច្បាំងតាហ៊ានត្រៀមច្បាំងដើម្បីការពារបូរណភាពទឹកដីត្រូវមានការទុកចិត្តជាមួយគ្នាទឹកចិត្តធំណាស់សាមគ្គីឯកភាពជាតិប្រជាជនមួយថ្ងៃមិនដឹងថាស្លាប់ប្រមាណវេទនាណាស់អារម្មណ៍ពិតជាសោកសៅភាពសោកសៅនេះហើយដែលរុញឲ្យយើងធ្វើការតស៊ូយើងមិនអាចទ្រាំឲ្យគេសម្លាប់ហើយក៏មិនអាចទ្រាំមើលគេសម្លាប់ប្រជាជនបានទេក្មួយត្រូវចាំឲ្យច្បាស់ស្គាល់មុខហ៊ុនសែនឲ្យច្បាស់ស្គាល់មុខមេដឹកនាំគណៈបកប្រជាជនឲ្យច្បាស់អ្នកទាំងនេះមិនទៅណាចោលប្រជាជនមួយជំនាញទេខ្ញុំអត់មានសេចក្ដីបរទេសអត់មានផ្ទះនៅបរទេសទេជំរើសរបស់ខ្ញុំតែមួយគត់គឺជំរើសខំស្មៅនៅជាមួយប្រជាពលរដ្ឋកម្ពុជា